ក្នុងអត្ថបទនៃការសរសេរតាមអានសរសេរតាមសូត្រនេះគឺដាច់ខាតក្នុងសន្តានចិត្តអ៊ំគឺចង់ឲ្យនិយាយតែពីវប្បធម៌អរិយធម៌និងដួងព្រលឹងដែលជាអក្សរសាស្ត្រជាតិណាដែលជាសម្ដីខ្មែរអក្សរសាស្ត្រខ្មែរសិល្បៈខ្មែរអក្សរសិល្ប៍ខ្មែរគឺឲ្យសរសេរនៅក្នុងរំបត់ជាចរិតខ្មែរកុំឲ្យសរសេរទៅជាចរិតចេះភាសាអង់គ្លេសទៅនិយាយអង់គ្លេសយកមកធ្វើជាខ្មែរវិញអញ្ចឹងណាឲ្យនិយាយខ្មែរហ្មងទៅបើថាប្រទេសកម្ពុជារដ្ឋគុំទៅកម្ពុជាខ្ញុំនិយាយឥឡូវនាំគ្នានិយាយថាកម្ពុជាវាភ្លេចនិយាយពីកម្ពុជាសូរិយានិយាយអំពីកម្ពុជារដ្ឋណាជប់និយាយអស់នេះទៅនិយាយកម្ពុជាព្រោះអញ្ចឹងចង់អានឹងនៅក្នុងសិល្បៈច្រៀងចោះតែប្រស័យតាក់ទងគ្នាគឺខ្ញុំមកពីប្រទេសកម្ពុជាខ្ញុំមិនមែនខ្ញុំមកពីប្រទេសកម្ពុជាទេយើងចេះតែយើងអត់និយាយកម្ពុជាទេយើងនិយាយខ្មែរយើងមកពីប្រទេសកម្ពុជារដ្ឋមកពីនគរខ្មែរចង់និយាយចឹងណាចង់ឲ្យនេះហើយដែលសន្តានចិត្តអូនចង់ឲ្យវប្បធម៌នៃការសរសេរតាមអាននេះខ្លាយទៅជាអមតៈហើយយកទៅប្រើបានទៅជាភាសាយានរបស់យើងកុំទៅសេទៅក្នុងការតុបតែងតែទៅសម្ដែងនឹងការនិយាយទូទៅគឺទាំងខ្មែរក៏ថាខ្ញុំមកពីកម្ពុជាវាព្រោះទៅជាបុរុษកម្ពុជាមកពីកម្ពុជាអត់ទេមិននិយាយចឹងទេស្រាប់គេទៅកុំសម្ដែងថាអញចេះអង់គ្លេសកម្ពុជាព្រោះជាងពាក្យកម្ពុជានេះចង់ឲ្យអញ្ចឹងណាកូនចាលោកអ៊ំបច្ចុប្បន្ននេះក៏ឃើញមានខ្វះចន្លោះថងពាក្យនេះដែរលោកអ៊ំបានលើកឡើងមានភាសាមុនហ្នឹងហើយមានការតសេច្បុកច្បល់រវាងពាក្យខ្មែរលាយជាមួយអង់គ្លេសមានអ្នកខ្លះទៀតជាពិសេសនៅក្នុងបណ្ដាញសង្គម Facebook អ៊ំយល់យ៉ាងណាដែរកន្លែងដែលចំណុចខ្វះខាតអស់ទាំងនោះហើយធ្វើម៉េចកែតម្រូវយើងតែការគឺជាគេហៅថាអក្សរសាស្ត្រខ្មែរសម័យបច្ចុប្បន្នដល់គ្មានអ្នកប្រាជ្ញណាចេះលើអ្នកប្រាជ្ញណាអញ្ចឹងអ្នកដែលមកពីបារាំងក៏ទៅជាអ្នកប្រាជ្ញឯងមួយទៅមកពីប្រទេសអង់គ្លេសក៏អ្នកប្រាជ្ញមួយទៅមកពីប្រទេសជឿនលឿនអរិយធម៌ខ្ពង់ខ្ពស់ក៏អ្នកប្រាជ្ញមួយទៅអញ្ចឹងចេះចំណេះទាំងអស់គ្នាមកនិយាយផ្សេងគ្នាប៉ុន្តែក្នុងគោលដៅតែមួយទេតែពលឹងជាតិអត់រួមគ្នាទៅជាបើទៅនៅស្រុកបារាំងយកស្ទីលបារាំងនិយាយបារាំងហើយបាននិយាយខ្មែរណាដូចជាថាខ្មែរមាននិយាយប៉ុន្តែយើងអត់ថាទេយើងថាជួយខ្លួនឯងទេវតានឹងជួយយើងជួយខ្លួនឯងទេវតានឹងជួយដល់បារាំងវាថាតែតតលើសិលតែតារាបើយើងជួយខ្លួនឯងព្រះអាទិទេពនឹងជួយភាសាហ្នឹងវាត្រូវលក្ខណៈសុគេតែមិននិយាយថាខ្មែរនិយាយថាអាទិទេពជួយដែរវាខុសបាត់ហើយយល់ទេកូនចាអញ្ចឹងគួរត្រឡប់មកប្រើទំនៀមទម្លាប់ប្រពៃណីពាក្យភាសាហើយនឹងពាក្យស្លោកពាក្យវប្បធម៌ពាក្យសុភាសិតខ្មែរមានកកោប៉ុន្តែអត់យកមកនិយាយយកសុភាសិតគេមកនិយាយដូចរបស់យើងហ្នឹងចានេះជាគំនិតមួយដែលអ៊ំនឹកឃើញថាខុសឆ្គងតិចតួចតែកែបានតាចាលោកយើងរួមគ្នាកែបន្តិចម្ដងទៅហួសពេលទេទៅហួសពេលទេព្រោះអស់លោកនាំគ្នាធ្វើការងារនេះសស័កសរ៉ាំណាគាត់នឹងអស់លោកមកជួយមើលការសរសេរ1860អង្គអ្នកគាត់អ្នកជួយមករៀបកុកកៅអី500 600ទៅបាត់ដែរចាអញ្ចឹងបើពួកនឹងថារៀបឲ្យអង្គុយសរសេរទៀតបានទេតើមិនចាំមើលគ្នាអីសិនអ្នកចេះដូចគ្នាមិនចាំមានអ្នកបម្រើអីអញ្ចឹងណាចាអរគុណចាក្នុងនាមជាលោកអ៊ំជាប្រតិចាប់ប្រតិចាមួយរូបក៏ជាអតីតមន្ត្រីរាជការដែរអ៊ំមានជាសារអីផ្ដាប់ផ្ញើទៅក្មេងៗចំនួនដូចអត់មានសារអីចម្លែកប្លែកទេជាអនុសាសន៍អីល្អអីទេគឺគ្រាន់តែក្មួយឯងមកធ្វើពាក្យតែងសំណួរសួរតាហ្នឹងគឺចេះច្រើនណាស់ទៅហើយអញ្ចឹងតាអត់ជាមិនចង់ប្រាប់ថាធ្វើអីទៀតទេព្រោះអ្វីគេអាប់ដេតអស់ហើយគេទំនើបបើតានិយាយថាដូចនៅតែបុរាណអភិរក្សពេកអញ្ចឹងទៅកែច្នៃអត់អីទេអរណាស់អត់មានអីជួយណែនាំទៅលើអ្នកជំនាន់នេះទេព្រោះចេះពិចារណាច្រើនជាងតាទៀតកាតានៅប៉ុណ្្នឹងមិនទាន់ដឹងអីផងហ្នឹងអញ្ចឹងចេះប៉ុន្តែតែគ្រាន់តាល្ងងឥឡូវតាអាយុប៉ុណ្ណេះឃើញចៅឯងចេះជាងស្មើតាទៅហើយអញ្ចឹងតាដូចអត់មានអនុសាសន៍អីល្អលើនឹងទេចាគ្រាន់ថាឲ្យចេះស្រឡាញ់វប្បធម៌ជាតិពលឹងជាតិខ្លួនឯងកុំស្រឡាញ់ភាសាគេខ្ញុំបកកែអង់គ្លេសណាខ្ញុំនិយាយអង់គ្លេសរូចូលអ្នកនិយាយខ្មែរឲ្យរិលហើយស្គាល់ខ្មែរឲ្យច្បាស់
តែអង់គ្លេសរៀនឲ្យល្អបានហើយរៀនរកការងារធ្វើបានហើយកុំរៀនឲ្យបបធរគឺយកមកធ្វើយូរចេះបបធរបារាំងបរទេសក៏មកធ្វើអរិយធម៌គេណាកូនណាខ្លាចណា ចា យើងត្រូវរក្សារបស់យើងបើខ្មែរបងបោអញ្ចឹងបើបារាំងវាដើរលោតទៅបើបារាំងលាកសរងសូត្រដើរអស្ចារ្យគឺថាសរងសូត្រអញលាកនៅផ្ទះតាមក៏បារាំងគេលាកសរងសូត្រដើរអានេះជារឿងគេដល់យើងកាត់សរងសូត្រធ្វើអាវខោដែរអូនតាថាំងឡប់ឲ្យខ្មែរអញ ចាលោកចា ហ្នឹងឯងកូនបាទអស់ហើយមានប៉ុណ្្នឹងហើយចាំតាមចិត្តអរគុណណាកូនស្រីអើយអរគុណ